លោក Big Dul បំភ្លឺរឿងចិនបញ្ជូនរថក្រោះ T59D ឲ្យខ្មែរថាជាកិច្ចព្រមព្រៀងចាស់មិនទាន់ឃើញយកមកព្រំដែនទេព្រមទាំងប្រមានហ៊ុនសែនបើចង់ប្រើកម្លាំងត្រូវគិតឲ្យច្បាស់នៅវេលាម៉ោង 9:45 នាទីថ្ងៃទី 10 ខែមិថុនានៅវិមានរដ្ឋាភិបាលឧត្តមសេនីយ៍ឯកអាក់ឌុលប៊ុនថាំចរិនរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ទាក់ទិននឹងករណីដែលភាគីចិនបានស្នើសុំជួបពិភាក្សាក្រោយពីបានបញ្ជូនរថក្រោះ T59D ចំនួន39គ្រឿងឲ្យមកកម្ពុជាថាកាលពីម្សិលមិញលោកបានធ្វើដំណើរទៅជាមួយនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួមប្រជុំនិងបាននាំមេបញ្ជាការកងទ័ពទៅជាមួយផងដើម្បីរឹតបន្តឹងមិត្តភាពហើយក៏មានឱកាសបានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមដែលនេះជារឿងធម្មតាក្នុងឱកាសដែលលោកទើបតែទទួលតំណែងថ្មីនៅពេលសួរដេញដោលអំពីករណីដែលចិនប្រគល់រថក្រោះឲ្យកម្ពុជាតើភាគីចិនបានពន្យល់រឿងនេះឲ្យភាគីថៃស្ដាប់យ៉ាងដូចម្ដេចឧត្តមសេនីយ៍ឯកអាក់ឌុលបានថ្លែងថាចិននិងកម្ពុជាមានការហ្វឹកហ្វឺនរួមគ្នាមកជាយូរណាស់មកហើយតាំងពីឆ្នាំ2016ដែលនេះជារថក្រោះចាស់ដែលចិនបានយកមកជួសជុលកែច្នៃឡើងវិញហើយថៃក៏បានដឹងមកដែរថាភាគីកម្ពុជាមានយុទ្ធោបករណ៍ថ្មីៗដែលយកមកប្រើប្រាស់ក្នុងការការពារប្រទេសនៅពេលសួរថាតើការប្រគល់រថក្រោះនៅក្នុងលើកនេះនឹងមានផលប៉ះពាល់ដល់ការការពារព្រំដែនថៃដែរឬទេឧត្តមសេនីយ៍ឯកអាក់ឌុលបានថ្លែងថាគឺត្រូវពិនិត្យមើលថាតើកម្ពុជាយកទៅដាក់នៅកន្លែងណានាពេលនេះខាងផ្នែកព័ត៌មានសម្ងាត់បានឲ្យដឹងថាមានការនាំចូលមកដល់កំពង់ផែរបស់កម្ពុជារួចរាល់ហើយប៉ុន្តែមិនទាន់បានយកមកកាន់តំបន់ព្រំដែននោះទេហើយគណៈនេះយើងមានសេចក្តីថ្លែងការណ៍រួម Joint Statement លើរឿងការនាំចូលយុទ្ធោបករណ៍និងកម្លាំងទ័ពចូលមកកាន់តំបន់ព្រំដែននៅពេលសួរថាការប្រគល់ឲ្យលើកនេះចាត់ទុកជាកិច្ចព្រមព្រៀងចាស់រវាងចិននិងកម្ពុជាដែរឬទេឧត្តមសេនីយ៍ឯកអាក់ឌុលបានបញ្ជាក់ថាវាជាកិច្ចព្រមព្រៀងដើមប៉ុន្តែយើងមិនបានធ្វេសប្រហែសឡើយយើងដឹងថាវាជាកិច្ចព្រមព្រៀងដើមក្នុងការហ្វឹកហ្វឺនរួមគ្នាដែលមានការសន្យានឹងគ្នាថានឹងមានការនាំចូលយុទ្ធោបករណ៍មួយចំនួនឲ្យមកដែលនោះគឺជាយុទ្ធក្រោះ T59D នៅពេលសួរថាតើភាគីថៃនឹងមានការតវ៉ាឬពិភាក្សាជាមួយចិនលើបញ្ហានេះដែរឬទេព្រោះយោងតាមកិច្ចសន្យានឹងមានការប្រគល់រថក្រោះរហូតដល់93គ្រឿងបាទពុកម៉ែបងប្អូននេះគឺខាងអ្នកសារព័ត៌មានគេបានសួរដេញដោលទៅលោកអាក់ឌុលដែលរដ្ឋមន្ត្រីក្រសួងការពារថៃណាពុកម៉ែបងប្អូនដែលទៅនឹងឡើងតំណែងថ្មីបាទតើយើងទៅមើលលោកអាក់ឌុលឆ្លើយទាំងអស់គ្នាបាទឧត្តមសេនីយ៍ឯកអាក់ឌុលបានថ្លែងថាគឺត្រូវមើលថាបន្ទាប់ពីកម្ពុជាយកមកហើយតើបានយកមកដល់ក្នុងតំបន់ព្រំដែនដែរឬទេហើយខាងភាគីចិនក៏បានប្រាប់ដែរថានឹងមានការប្រគល់នាវាឲ្យទៅកម្ពុជាផងដែរប៉ុន្តែនាពេលនេះមិនទាន់មកដល់ឡើយនៅពេលសួរថាតើនឹងមានការធ្វើដំណើរទៅពិភាក្សាជាមួយចិនលើបញ្ហានេះដែរឬទេឧត្តមសេនីយ៍ឯកអាក់ឌុលបានបញ្ជាក់ថាបន្ទាប់ពីនេះលោកគួរតែបានធ្វើដំណើរទៅជួបក្នុងឱកាសដែលទៅទទួលតំណែងថ្មីៗដែលត្រូវតែជួបជាមួយគ្រប់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ថៃហូហែបន្ទាប់ពីនាយករដ្ឋមន្ត្រីបានធ្វើដំណើរទៅកាន់ប្រទេសបារាំងវៀតណាមរួមទាំងរុស្ស៊ីដែលនឹងត្រូវធ្វើដំណើរទៅម្ដងទៀតនៅពេលដែលសួរថាតើមានការវិតម្លៃដែរឬទេហេតុអ្វីបានជាកម្ពុជាមានអាវុធចូលមកនៅពេលនេះឧត្តមសេនីយ៍ឯកអាក់ឌុលបានយល់ឃើញថានៅពេលដែលមានការប្រយុទ្ធគ្នាកន្លងមកប្រសិនបើយើងសង្កេតមើលបន្ទាប់ពីការប្រយុទ្ធគ្នាជាមួយថៃបានបញ្ចប់រឿងការចំណេញឬខាតប្រៀបនៅក្នុងតំបន់គឺលោកចង់សម្ដៅថាការចាញ់ប្រៀបណាបងប្អូនគឺយើងបានដឹងរួចមកហើយថាវាជាអ្វីដែលកម្ពុជាព្យាយាមបង្កើតចរន្តស្នេហាជាតិឲ្យកើតមានឡើងនៅក្នុងប្រទេសឬការឃោសនារោគសម្លេងឆ្នោតរបស់គេនៅក្នុងប្រទេសយើងមិនអាចហាមឃាត់គេមិនឲ្យនិយាយឬមិនឲ្យ
ធ្វើអ្វីបានឡើយប៉ុន្តែប្រសិនបើវាមានផលប៉ះពាល់ជាការគំរាមកំហែងដល់ថៃក្នុងការគោលនយោបាយដែលយើងនឹងសង្កេតឃើញថាលោកសេហាស័កភួងកែបកែវឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសបានធ្វើដំណើរការទូតបែកវិលុបយ៉ាងសកម្មជាមួយគ្រប់ប្រទេសចាប់តាំងពីបារាំងវៀតណាមលើខណៈនេះកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនវាជាអ្វីដែលកំពុងកើតឡើងហើយមិនធ្លាប់មានបែបនេះពីមុនមកឡើយវាជាការងារការទូតបែបវិលុបដែលធ្វើឡើងទន្ទឹមគ្នានឹងការងារខាងផ្នែកសន្តិសុខដូចនេះសូមឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ថារូបលោកក៏មានទូនាទីលើផ្នែកគោលនយោបាយហើយចំពោះរឿងការត្រៀមលក្ខណៈរួចរាល់សូមឲ្យជឿជាក់ថាកងទ័ពកងកម្លាំងនិងកងអង្គភាពនៅក្នុងតំបន់គឺមានការត្រៀមលក្ខណៈរួចជាស្រេចចំណែកឯការញុះញង់គឺវាមានរួចទៅហើយកម្ពុជាចង់ឲ្យយើងធ្វើតាមអ្វីដែលគេចង់បានប៉ុន្តែយើងក៏ត្រូវមើលតាមឆន្ទៈដើមក្នុងការពិភាក្សាស្របតាមសេចក្តីថ្លែងការណ៍រួម Joint Statement ដោយត្រូវបញ្ជាក់ចំហតាមនេះកម្ពុជាចង់ឲ្យមានការពិភាក្សានៅក្នុងក្របខ័ណ្ឌ JBC និង GBC ប៉ុន្តែប្រសិនបើកម្ពុជារំលងមិនធ្វើតាមសេចក្តីថ្លែងការណ៍រួមយើងសូមបញ្ជាក់ថាសូមឲ្យមានភាពជឿជាក់លើសមត្ថភាពរបស់កងទ័ពលើតួអង្គរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងទាំងអស់នៅពេលសួរថាមានការយកបញ្ហាខាងលើនេះទៅភ្ជាប់នឹងអ្វីដែលសម្ដេចហ៊ុនសែនបានប្រកាសទាមទារទឹកដីត្រឡប់មកវិញពីភាគីថៃដែរឬទេឧត្តមសេនីយ៍ឯកអាក់ឌុលបានថ្លែងថាលោកមិនប្រកាសចិត្តទេថាសម្ដេចហ៊ុនសែនបាននិយាយពិតមែនឬមិនពិតក្នុងរឿងការទាមទារតំបន់ដីធ្លីទាំងខាងការទូតនិងការប្រើប្រាស់កម្លាំងទ័ពប៉ុន្តែបើនិយាយពីការប្រើប្រាស់កម្លាំងប្រសិនបើមានការគិតក្នុងន័យនេះកាលពីម្សិលមិញនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រួចហើយថាសូមឲ្យលោកគិតឲ្យបានច្បាស់លាស់នៅពេលសួរថាតើនឹងផ្ដល់ការជឿជាក់ដល់អ្នកភូមិនៅក្នុងតំបន់ព្រំដែនយ៉ាងដូចម្ដេចឧត្តមសេនីយ៍ឯកអាក់ឌុលបានសង្កត់ធ្ងន់ថាលោកបានប្រាប់រួចហើយថាបើសិនជាលោកហ៊ុនសែននឹងប្រើប្រាស់កម្លាំងក៏សូមឲ្យលោកគិតឲ្យបានច្បាស់លាស់ទៅបាទនេះគឺជាអ្វីដែលលោកអាក់ឌុលបានលើកឡើងពាក់ព័ន្ធជាមួយនឹងកម្ពុជាយើងបាននាំចូលយុទ្ធក្រោះពីខាងចិនចំនួន39គ្រឿងក្នុងកុងត្រាគឺ93គ្រឿងតែឥឡូវនេះគឺបាននាំចូលដល់កំពង់ផែយើងហើយគឺចំនួន39គ្រឿងបាទឥឡូវនេះយើងទៅមើលព័ត៌មានមួយទៀតពាក់ព័ន្ធជាមួយនឹងនាយករដ្ឋមន្ត្រីថៃម្ដងបាទបងប្អូនបាទតោះយើងទៅមើលទាំងអស់គ្នាបាទនាយករដ្ឋមន្ត្រីប្រកាសថាមិនដែលរំលោភអធិបតេយ្យភាពនរណាម្នាក់ឡើយដោយប្រមានឲ្យគិតឲ្យច្បាស់លាស់មុននឹងប្រើកម្លាំងយោធាជាមួយថៃព្រមទាំងបញ្ជាក់ថារូបភាពចាប់ដៃគ្នាជាមួយលោកហ៊ុនម៉ាណែតគឺជារបៀបរបបការទូតរបស់ថ្នាក់ដឹកនាំបាទនេះគឺលោកអនុทินគេនិយាយកន្លែងនេះគឺគេចង់សម្ដៅមកលើកម្ពុជាយើងច្បាស់តែម្ដងបងប្អូនបាទហើយអ្វីដែលលោកនិយាយថាមិនដែលរំលោភបំពានលើអធិបតេយ្យភាពហ្នឹងគឺវាគ្រាន់តែជាហ្គេមបាំងមុខទេបងប្អូនប៉ុន្តែជាស្ដែងដូចអ្វីដែលពុកម៉ែបងប្អូនបានឃើញច្បាស់ហើយគឺនៅព្រំដែនគឺវាយកទូកុងតឺន័រវាយកវឡាលួសវាប្រើតាហ៊ានវាមករករឿងប្រជាពលរដ្ឋយើងហើយនៅតាមតំបន់ព្រំដែនហ្នឹងគឺវាបំផ្ទុះគ្រប់បែកស្ទើរទៅរាល់ថ្ងៃបងប្អូនបាទវាចង់បង្ករឿងឲ្យខ្មែរយើងផ្ទុះមុនណាបងប្អូនប៉ុន្តែយើងមានច្បាប់មានទម្លាប់មានមេមានកើយើងអត់ដូចពួកវាទេបងប្អូនបាទឥឡូវនេះយើងបន្តទៅមុខទៀតបងប្អូនបាទនាយករដ្ឋមន្ត្រីប្រកាសថាមិនដែលរំលោភអធិបតេយ្យភាពនរណាម្នាក់ឡើយដោយប្រមានឲ្យគិតមើលឲ្យច្បាស់លាស់មុននឹងប្រើកម្លាំងយោធាជាមួយថៃព្រមទាំងបញ្ជាក់ថារូបភាពចាប់ដៃជាមួយសម្ដេចហ៊ុនម៉ាណែតឥឡូវនេះគឺគេខ្ញុំប្រែពីថៃមកទេបងប្អូនបាទគេនិយាយបែបហ្នឹងទាំងម្ដងគេអត់ប្រើសម្ដេចហ៊ុនម៉ាណែតទេគឺគេប្រើលោកហ៊ុនម៉ាណែតអញ្ចឹងខ្ញុំប្រែកុំឲ្យខុសពាក្យដោយសារតែខ្ញុំយកព័ត៌មានពីគេអញ្ចឹងគឺយើងប្រែតាមអ្វីដែលគេជប់ផ្សាយបើយើងអត់បន្លឺឬក៏អត់បំភ្លៃទេបងប្អូនបាទគឺជារបៀបរបបការទូតរបស់ថ្នាក់ដឹកនាំ
នាយករដ្ឋមន្ត្រីប្រកាសថាថៃមិនដែលរំលោភអធិបតេយ្យភាពនរណាម្នាក់ឡើយដោយព្រមានឲ្យគិតឲ្យបានច្បាស់លាស់ប្រសិនបើចង់ប្រើកម្លាំងយោធាជាមួយថៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបញ្ចុះផ្សាយព័ត៌មានថាលោកហ៊ុនសែនត្រៀមទាមទារដីធ្លីមកវិញមុននឹងតបតចំពោះរូបភាពចាប់ដៃជាមួយលោកហ៊ុនម៉ាណែតដោយសួរបកទៅវិញថាតើឲ្យធ្វើអ្វីវិញព្រមទាំងបញ្ជាក់យ៉ាងច្បាស់លាស់ថាមិនមានការពិភាក្សាអំពីនយោបាយឬកិច្ចពិភាក្សាទ្វេភាគីឡើយនៅវេលាម៉ោង 16:15 នាទីនៅថ្ងៃទី 9 ខែមិថុនានាប្រទេសវៀតណាមលោកអនុทิនឆានវីរគុណនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ឆ្លើយតបទៅនឹងករណីដែលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានយកលេសរូបភាពចាប់ដៃជាមួយលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដោយភ្លាមនៅពេលដែលអ្នកសារព័ត៌មានសាកសួរលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាបើមិនឲ្យចាប់ដៃតើឲ្យធ្វើអ្វីវិញលោកអនុทินបានបំភ្លឺថាមុនពេលកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំចាប់ផ្ដើមគឺមានបន្ទប់ទទួលភ្ញៀវមុននឹងដើរឡើងទៅលើឆាកទោះបីជាអ្នកណាក៏ដោយដែលដើរចូលមកយើងក៏ត្រូវតែចាប់ដៃរាប់អានគ្នាដែរមិនថាមានករណីណាក៏ដោយនៅចំពោះមុខគឺយើងត្រូវតែផ្ដល់កិត្តិយសក្នុងនាមជាថ្នាក់ដឹកនាំនៃប្រទេសនីមួយៗយើងមិនមានបញ្ហាអ្វីនោះទេលោកបានបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលបានកើតឡើងនៅថ្ងៃនេះមិនមានការពិភាក្សាក្នុងកម្រិតទ្វេភាគីនោះទេហើយក៏មិនមានការជជែកគ្នាក្នុងបញ្ហានយោបាយណាមួយឡើយដោយឡែកលោកជឿជាក់ថាប្រទេសទាំងពីរអាចដឹងបានថាពេលនេះមិនទាន់ដល់ពេលដែលត្រូវជជែកគ្នានៅឡើយទេព្រោះនៅមានបញ្ហាខ្លះដែលប្រទេសនីមួយៗត្រូវដោះស្រាយរៀងៗខ្លួនឲ្យបានរួចរាល់ជាមុនសិនមុននឹងនាំយកបញ្ហាទាំងនោះមកដាក់លើតុប្រជុំដើម្បីចរចាលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីករណីដែលប្រព័ន្ធផ្សព្វផ្សាយកម្ពុជារាយការណ៍ថាលោកហ៊ុនសែនបានចេញមុខមកទាមទារដីធ្លីវិញទោះបីជាតាមរយៈការចរចាឬការប្រើប្រាស់កម្លាំងយោធាក៏ដោយលោកអនុทินបានបញ្ជាក់ថាខ្ញុំសូមអះអាងថាប្រទេសថៃមិនដែលទៅឈ្លានពាននិងមិនដែលទៅរំលោភអធិបតេយ្យភាពរបស់ប្រទេសណាឡើយប្រទេសថៃឈរលើគោលជំហរយ៉ាងរឹងមាំថាចំពោះអធិបតេយ្យភាពរបស់យើងគឺយើងមិនបណ្ដោយឲ្យនរណាម្នាក់ចូលមករំលោភបំពានឡើយហើយអ្វីដែលប្រទេសថៃបានអនុវត្តដើម្បីការពារខ្លួនគឺជារឿងដែលច្បាស់លាស់ដើម្បីការពារអធិបតេយ្យភាពរបស់យើងលោកជឿថាត្រូវគិតឲ្យបានច្បាស់លាស់ប្រសិនបើចង់រំលោភបំពានឬប្រើប្រាស់កម្លាំងយោធាជាមួយប្រទេសថៃគឺត្រូវតែគិតឲ្យបានច្បាស់លាស់នៅពេលដែលអ្នកសារព័ត៌មានបានសួរដេញដោលបន្តថាអ្វីដែលបាននិយាយនេះមិនមែនជាការគំរាមកំហែងមែនទេលោកនាយករដ្ឋមន្ត្រីបានឆ្លើយតបបែបកំប្លែងថាខ្ញុំមិនហ៊ានទេបាទខ្ញុំមិនហ៊ានទេបាទនេះគឺជាអ្វីដែលលោកអនុทินបានលើកឡើងបងប្អូនបាទហើយអ្វីដែលសម្ដេចហ៊ុនសែនលោកបានលើកឡើងគឺវាជារឿងដែលត្រូវមកផ្នែកហើយបងប្អូនពីព្រោះថៃគឺបានឈ្លានពានមកលើទឹកដីកម្ពុជាយើងពិតប្រាកដមែនហើយធម្មតាយើងជាម្ចាស់ទឹកដីយើងជាម្ចាស់ប្រទេសតែងតែចង់បានតែងតែចង់យកនៅអ្វីដែលជារបស់យើងមកវិញបាទហើយខ្ញុំសង្ឃឹមថារបស់ទាំងរបស់នោះដែលយើងបានបាត់បង់ជាច្រើនកន្លែងនឹងត្រឡប់មករំរស់នៅជាមួយនឹងប្រទេសកម្ពុជាយើងវិញបាទមិនយូរមិនថាប់ទេពុកម៉ែបងប្អូនបាទយើងសង្ឃឹមលើបងវិរៈកងទ័ពរបស់យើងហើយពុកម៉ែបងប្អូនដែលនៅតាមគេហដ្ឋានក៏សូមកុំភ្លេចជួយផ្ដល់ជាកម្លាំងចិត្តបើសិនជាអាចមានថវិកាខ្លះក៏ជួយផ្ដល់ដល់បងកងទ័ពជាយោធាផងពុកម៉ែបងប្អូនបាទហើយរឿងចុងក្រោយគឺកុំភ្លេចពិហិការទំនិញរបស់ថៃដាច់ខាតបាទមិនថារបស់ហូបចុករបស់ប្រាស់ឬក៏សាំងឬក៏អ្វីផ្សេងៗទេបាទបងប្អូនបាទហើយព័ត៌មានទាំងពីរនេះគឺចប់តែប៉ុណ្្នឹងខ្ញុំក៏សូមអរគុណនិងសូមជម្រាបលាបាទ